មេរៀនមួយដែលខ្ញុំបានរៀនតាមរយៈការស្ដាប់និងបទពិសោធន៍ដែលខ្ញុំធ្លាប់បានជួបកន្លងមកភាពជោគជ័យមួយចំនួនវាកើតឡើងមិនមែនដោយសារតែការផ្លាស់ប្ដូរនៅរឿងណាមួយភ្លាមៗទាំងស្រុងទេពេលខ្លះវាអាចកើតឡើងមកពីសកម្មភាពតូចៗជាប្រចាំដែលអ្នកទាំងអស់គ្នាធ្វើរាល់ថ្ងៃដូចជាការអានសៀវភៅឲ្យបានមួយទំព័រជារៀងរាល់ថ្ងៃហាត់ប្រាណ5នាទីបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃឬក៏ការរៀនភាសាផ្សេងៗយ៉ាងហោចណាស់ឲ្យបានមួយពាក្យក្នុងមួយថ្ងៃសកម្មភាពដូចជាទម្លាប់ទាំងអស់ហ្នឹងគឺសាមញ្ញមែនទែនប៉ុន្តែវាជាឥទ្ធិពលមកកាន់ជីវិតយើងទាំងមូលអ្នកទាំងអស់គ្នាសាកគិតមើលទៅថាប្រសិនបើយើងសន្សំលុយ$1ដាក់ចូលក្នុងកូនជ្រូកយើងនឹងទទួលបាន$10ក្នុងរយៈពេល10ថ្ងៃចុះបើសិនជាយើងសន្សំ100ថ្ងៃយើងនឹងទទួលបាន$100ដូចគ្នាដែរប្រសិនបើយើងរៀនជំនាញណាមួយដែលថ្មីអភិវឌ្ឍខ្លួនឯងអានសៀវភៅវារាល់ថ្ងៃទោះបីជាយើងធ្វើមិនបានច្រើនប៉ុន្តែយើងធ្វើតិចនោះយើងនឹងឃើញពីភាពខុសប្លែកគ្នានៅរយៈពេល1ឆ្នាំក្រោយវីដេអូក្រោយខ្ញុំនឹងនិយាយច្រើនទាក់ទងទៅនឹងទម្លាប់ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច Subscribe ក៏ដូចជា Follow Page របស់ខ្ញុំអ្នកមួយផងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន Take care